នេះជាវីដេអូវេលាប្រហែលជាម៉ោង 5 ស្ពានដែលខ្ញុំតភ្ជាប់វីដេអូជាប់ជាមួយនឹងស្ពានកំពង់ក្តីអាយុកាលរបស់វាចាំមើលខ្ញុំនឹងដាក់សូនៅលើdescription ខ្ញុំនៅបង្ហាញថាអាយុកាលស្ពានទាំងពីរនេះក្បាច់ក្បូររចនាក្បាលនេះហើយនឹងវេលាប្រហែលជាម៉ោង 4 ជាងអូខេចាំផ្លេតវេលាប្រហែលជាម៉ោង 4 ជាងខ្ញុំបានធ្វើដំណើរឆ្លងកាត់ស្ពានមួយស្ពាននេះហើយអាយុកាលរបស់វាយូរគ្រាន់ដែរអាចថានឹងប្រហាក់ប្រហែលនៅស្ពានកំពង់ក្តីអញ្ចឹងអូខេចាំថ្ងៃបន្តិចអូខេប៉ុណ្ណេះមើលបានហើយអញ្ចឹងកំផែងរចនាដោយសារតែទឹកបក់ខ្លាំងអាចច្រោះថ្មច្រើនជាងស្ពាននៅខាងកំពង់ក្តីអញ្ចឹងស្ពាននេះរងការខូចខាតអស់ច្រើនដោយសារតែយើងទុកចោលហើយរយៈពេលរបស់វាក៏រាំងយូរចឹងមើលតាមហ្នឹងហើយរចនាបថនៃស្ពាននេះដែរគឺធ្វើស្រដៀងគ្នានឹងស្ពាននៅកំពង់ក្តីហើយមានក្បាលនាគទាំងសងខាងតែដោយសារតែខាងនោះបាក់អស់ហើយអញ្ចឹងនៅតែខាងនេះទេនៅបន្តិចអញ្ចឹងមើលទាំងអស់គ្នាតោះសរសើរត្រង់តែអូខេនេះខាងនេះនោះស្អាតជាងខាងនោះបន្តិចដោយសារតែខាងនោះទឹកហូបបុកអញ្ចឹងខាងនេះនោះស្អាត